សម្រាប់ខាង CFAP កម្ពុជាគឺផ្ដោតសំខាន់ទៅលើការភ្ជាប់កសិករទៅកាន់ទីផ្សារតាមរយៈការធ្វើកិច្ចសន្យាកសិកម្មទិញលក់រវាងក្រុមសហគមន៍ក៏ដូចជាកសិករហ្នឹងជាមួយនឹងក្រុមហ៊ុនក៏ដូចជាអ្នកទិញធំៗយើងបានផ្ដល់ឲ្យសហគមន៍ចំនួនមួយដែលទទួលបានថវិកានៅក្នុងការបង្កើនអាជីវកម្មរបស់គាត់បាទហើយក្រៅពីហ្នឹងគាត់ទទួលបានការបណ្ដុះបណ្ដាលអំពីការធ្វើផែនការអាជីវកម្មសហគមន៍ដែលលេចធ្លោជាងគេគឺសមាគមដ៏សក់ផ្អែមខេត្តសៀមរាបមុនគម្រោងនេះចូលទៅជួយសមាគមរបស់ខ្ញុំណាបាទគឺលំបាកក្នុងការទូទាត់លុយឲ្យកសិករអញ្ចឹងខ្លីគឺខ្វះទុនបង្វិលហ្មងដោយសារកសិករមួយចំនួនគាត់ដឹកផលិតផលមកដល់ស្តុកសមាគមខាងសមាគមនឹងទូទាត់ឲ្យគាត់ 30% 21ថ្ងៃក្រោយគឺយើងទូទាត់លុយឲ្យគាត់អស់ 100% ដោយសារបានគម្រោងជួយមួយចំនួនធំដើម្បីទូទាត់ឲ្យទៅកសិករទាន់ពេលវេលាទុនបង្វិលដែលខាង IFAD មកឲ្យខាងខ្ញុំគឺ$9,520បានទុនបង្វិលមកយើងយកអាលុយនេះវិលជុំកសិករឬក៏ទិញផលិតផលផ្សេងៗដូចជាទិញប៉ោះទុនបង្វិលដំបូងចំណេញច្រើនជាង$10,000ដែរឆ្នាំទី2ធ្លាក់ចុះមូលហេតុដែលធ្លាក់ចុះគឺដោយទីផ្សារខាងក្រៅបុកចូលអញ្ចឹងធ្វើឲ្យផលិតផលយើងវាជន់វាចាស់លក់អត់អស់សល់ស្តុកច្រើនបាទតែចូលឆ្នាំទី3នេះគឺយើងចំណេញច្រើនចំណេញជាង$10,000ដែរនិយាយទៅឲ្យតែផ្សារទំនើបនៅស្រុកខ្មែរអ្នកលក់ដុំអ្នកបោះរាយគឺយកពីសមាគមសក់ផ្អែមចង់ទាំងអស់ 100% មក